ស្ដីទាំងអស់គ្នាចឹងដែរ admin មានខ្សែភាពយន្តមួយល្អមួយមែនទែនបាទដែលនិយាយអំពីខ្សែជីវិតរបស់ Steel ដែលបាន survival នៅក្នុងទីក្រុង Minecraft បាទនិយាយមែនទែនទៅគឺជាប្រភេទសាច់រឿងមួយដែលអាចថា action បែបជាមួយនឹងតុក្កតាអញ្ចឹងណាដោយសារតែគេផលិតសាច់រឿងនេះចេញមកពី game អញ្ចឹងទៅបាទហ្នឹងហើយដែលសាច់រឿងនេះដែរគឺមានចំណងជើងថា Minecraft បាទនៅ Minecraft ប្រាប់សាច់រឿងរបស់យើងដំបូងដែលកាត់មកដល់ក្មេងម្នាក់ដែលគាត់មានឈ្មោះថា Steel ហ្នឹងគឺគាត់បានចង់ទៅជីករ៉ែអញ្ចឹងទៅពេលទៅដល់កន្លែងជីករ៉ែហ្នឹងគឺគាត់បានជួបជាមួយលោកតាម្នាក់ដែលគាត់គឺជាតាយាកន្លែងហ្នឹងអញ្ចឹងតែមិនឲ្យមានក្មេងអីមករករើអញ្ចឹងសាច់រឿងក៏កាន់មកដល់វគ្គដែល Steel ដែលគាត់ធំឡើងទៅហើយទៅក៏គាត់បានចូលធ្វើការដូចអ្នកគ្នាអញ្ចឹងប៉ុន្តែក៏ដែរគឺគាត់នឹកឃើញការក្មេងដែលគាត់ធ្លាប់មានក្តីសម័យក្នុងការចូលជីករ៉ែអញ្ចឹងពេលដែរគឺគាត់ធំអញ្ចឹងគាត់មានកម្លាំងក្នុងការយកឆ្នះតានឹងបានក៏ចូលទៅដល់កន្លែងជីករ៉ែតែម្ដងគាត់ចាប់ផ្ដើមជីកកេះកាយទៅចុងក្រោយគឺគាត់បានរកឃើញប្រអប់មួយដែលប្រអប់ហ្នឹងហើយបានថាជាប្រអប់ដែលឆ្លងចូលទៅក្នុងតំបន់បាច់ក្រាស់ដែរពេលនេះគឺគាត់បានដាក់ចូលទៅធ្វើឲ្យមានផុតថលបានបើកឡើងធ្វើឲ្យគាត់ចូលទៅដល់តំបន់បាច់ក្រាស់តែម្ដងដែរដល់គ្នាដែរពិតជាគាត់ពិតជាឆ្ងល់មែនទែននៅពេលដែលគាត់ឃើញរបស់គ្រប់យ៉ាងគឺជុំហើយគាត់អាចមានសមត្ថភាពក្នុងការបង្កើតរបស់របរផ្សេងៗនៅក្នុងបាច់ក្រាស់ហ្នឹងណាគេឡើយហ្នឹងបាទពេលដែល Steel គឺបានធ្វើរូបនោះពេញឡើងតែម្ដងគឺបានធ្វើផ្ទះមួយដោយសារតែយប់ឡើងគឺដោយអ្នកនេះគាត់ដល់ធ្លាប់លេងហ្គេម Minecraft គឺដឹងហើយថាយប់ឡើងគឺមាន zombie លេងចេញច្រើនមែនតើធ្វើឲ្យ Steel គាត់ភ័យមែនតើតពីគាត់សារៈបំផុតទៅគឺព្រឹកឡើងគឺគាត់បានជួបឆ្កែរបស់គាត់ពេលនោះគឺបានចាប់ឆ្កែហ្នឹងយកមកធ្វើជាសត្វចំដែរម្ដងបាទហើយ Steel មែនតើចំណែកសាច់រឿងគឺបានការមកដល់ Steel ជាមួយនឹងឆ្កែហ្នឹងគឺបានធ្វើដំណើរទៅដល់កន្លែង portal មួយដែល portal ហ្នឹងគឺជាកន្លែងដែលបើកទៅកាន់ពួកតំបន់ពួកជ្រុកហ្នឹងណាពេលនោះដែរគឺ Steel គឺបានបំពេញអាតំបន់ជ្រុកហ្នឹងហើយក៏យកទីកេះគូសទៅគឺវាបើក portal ឡើងតែម្ដងពួកឲ្យ Steel បាន travel ទៅដល់កន្លែងហ្នឹងពួកឲ្យពួកសត្វជ្រូកបិសាចហ្នឹងវាបានចាប់ Steel ដោយសារតែប្រចាំស្ត្រីនៅក្នុងតំបន់ជ្រុកហ្នឹងគឺត្រូវការមាសអញ្ចឹងហើយគឺត្រូវការផុតថលដើម្បីឆ្លងមកតំបន់របស់ Minecraft ហ្នឹងដើម្បីហ្វាមយកមាសនៅក្នុងទីក្រុងនោះឲ្យអស់ហើយធ្វើឲ្យទីក្រុងហ្នឹងក្លាយជាទីក្រុងងងឹតដូចតំបន់ដែលផុតថលដែលបើកមកអញ្ចឹងតែម្ដងពេលនោះដែរគឺចាស់ស្ត្រីជ្រុកហ្នឹងគឺបានចាប់ស្ទាយយកទៅឃុំតែម្ដងបាទដោយសារតែកម្រងរបស់ម្ចាស់ស្ត្រីជ្រុកហ្នឹងគឺគាត់ចង់បានអាដុំហ្នឹងដើម្បីទៅដាក់ក្នុងតំបងសិលរបស់គាត់ហ្នឹងដើម្បីធ្វើឲ្យអាភពនៅអស់ហ្នឹងឡើងឥតអញ្ចឹងពេលនោះដែរគឺស្ទាយហ្នឹងគឺបានលួចយកអាដុំហ្នឹងហើយទៅឲ្យឆ្កែរបស់គាត់ដើម្បីឆ្កែហ្នឹងវាលួចយកអាដុំហ្នឹងយកទៅលាក់ឲ្យពួកជ្រុកហ្នឹងវាទៅដើមបានពេលដែរស្ទាយត្រូវបានប្រចាំស្ត្រីជ្រុកនឹងចាប់យកទៅឃុំតែម្ដងហើយ Steel គឺបានឲ្យអាឆ្កែនឹងយកអាដុំបថហ្នឹងយកឆ្លងភពទៅកាន់ភពមនុស្សណានេះយកទុកនៅក្នុងផ្ទះគាត់នៅក្នុងភពមនុស្សវិញតែម្ដងថាអាថលបានបិទបាក់លេងកើតតែម្ដងដោយសារដុំហ្នឹងវាបានមកដល់ក្នុងទីក្រុងមនុស្សវិញណាចំណែកសាច់រឿងគឺបានកាន់មកដល់បរិមម្នាក់គាត់បាក់ហាងកន្លែងលេងហ្គេមអញ្ចឹងណាដោយសារតែកន្លែងគាត់ហ្នឹងគឺធ្លាប់បានពៀនសាច់លេងហ្គេមអញ្ចឹងណាបាទតែក៏បានប្រពោសបុតមួយមកដោយសារតែមានពួកចោរហ្នឹងវាបានមករកអូសយកនៅអាសម្ភារៈហ្គេមរបស់បរិមម្នាក់ហ្នឹងធ្វើឲ្យគាត់ខឹងមែនតើក៏បានចេញទៅតវ៉ាអញ្ចឹងទៅសាច់រឿងគឺបានកាន់មកដល់វគ្គដែរបេចោនេះគឺបានចូលទៅយកអាប្រអប់នឹងបោកចុះឡើងធ្វើឲ្យអាដុំផថលមកធ្លាក់ចេញមកក្រៅអញ្ចឹងណាគេឡើយតមកទីគឺបានកាត់មកដល់វគ្គដែលបងប្អូនពីរនាក់ហ្នឹងគឺបានធ្វើដំណើរជិះឡានដើម្បីស្វែងរកទីតាំងដោយសារតែពួកគេហ្នឹងអាចនិយាយថាត្រូវបានដូរទីតាំងរស់នៅអញ្ចឹងអាចនិយាយថាផ្ទះរបស់គាត់គឺបាននៅបានអញ្ចឹងទៅក៏បានធ្វើដំណើរមករហូតមកដល់ផ្ទះបែបមួយដែលជាម្ដាយអាចថាម្ដាយមីងអញ្ចឹងណាតែមកទៀតអាកូនមួយហ្នឹងគឺវាមានឈ្មោះ Tommy ហ្នឹងគឺបានមកជួបជាមួយនឹង Tony